តើសួស្តីយើងមកជួបគ្នាជាមួយនឹង hover ហើយថ្ងៃនេះយើងនឹងធ្វើ hover ទៅលើប៊ូតុងណាអូខេមុននឹងយើងធ្វើ hover បាន hover គឺមានន័យថានៅពេលដែលយើងយក mouse ទៅចុចលើវាឲ្យវាប្រែប្រួលអាចឲ្យវាប្រែប្រួលពណ៌ឬឲ្យប្រែប្រួលទំហំអីជាដើមណាហ្នឹងគឺយើងហៅថា style hover បងប្អូនតែងតែឃើញហើយនៅក្នុង website នីមួយៗគឺនៅពេលដែលយើងចុចទៅវានឹងមានការប្រែប្រួលជាលក្ខណៈពណ៌អក្សរឬលក្ខណៈពណ៌របស់ប៊ូតុងជាដើមណាអញ្ចឹងធ្វើម៉េចដើម្បីយើង hover បានគឺទី1គឺយើងត្រូវមានប៊ូតុងមួយសិនណាអញ្ចឹងខ្ញុំដាក់ប៊ូតុងមកអូខេដាក់ប៊ូតុងមួយហើយខ្ញុំដាក់ឈ្មោះថា submit ណា submit ហើយកុំភ្លេចគឺយើងត្រូវតែដាក់ class name ឲ្យវាណា class name ខ្ញុំដាក់ថាឈ្មោះវិញខ្ញុំដាក់ថា sub ចុះណាងាយស្រួលយល់អញ្ចឹងគឺទី1យើងត្រូវមានប៊ូតុង submit មួយហើយបន្ទាប់មកយើងត្រូវដាក់ class name ឲ្យវាដើម្បីទាញវាចូលទៅក្នុង CSS ណាអញ្ចឹងអ្នកដែលមិនទាន់អាចទៅមើលមេរៀនមុនណាអូខេអញ្ចឹងតោះយើងចូលទៅ style CSS ហើយបន្ទាប់មកដើម្បីហៅ class នឹងមកបានគឺយើងចុចសញ្ញាចុចមួយហើយបន្ទាប់មកយើងហៅឈ្មោះ class មកគឺខ្ញុំដាក់ថា sub ណាដាក់ថា sub ឲ្យវងកញ្ចក់នេះគឺយើងមិនភ្លេចដែរគឺយើងចុចបន្ទាប់បែបនេះដើម្បីឲ្យស្រួលមើលណាអូខេតោះយើងមកនិយាយពី hover គឺមានន័យថាម៉េចនេះមានន័យថានៅពេលដែលយើងដាក់ mouse នៅលើប៊ូតុងអញ្ចឹងគឺវាដូរពណ៌ណាដូរតាមអ្វីដែលយើងចង់បានឬយើងចង់ឲ្យវា rotate ឬក៏យើងចង់ឲ្យវា zoom in zoom out អីជាដើមឥឡូវយើងរៀនតែ3បានហើយតោះអញ្ចឹងឥឡូវយើងដាក់default ឲ្យប៊ូតុងនឹងសិនណាប៊ូតុងនោះខ្ញុំដាក់ background color នេះចុះខ្ញុំដាក់ background color ខ្ញុំដាក់ background color ខ្ញុំដាក់ red ទៅណាអូខេខ្ញុំដាក់ background color red ចេះណាហើយបន្ទាប់មកពេលដែលខ្ញុំចង់ពេលដែលខ្ញុំដាក់ mouse ខ្ញុំចង់ឲ្យអា color ហ្នឹងវាទៅជាពណ៌អីផ្សេងណាអូខេឥឡូវខ្ញុំដាក់អក្សរមួយទៀតចាស់ខ្ញុំដាក់អាហ្នឹងយើងដាក់ color ណា color យ៉ា color ខ្ញុំដាក់ពណ៌សចុះពណ៌សវាស៊ីនឹងក្រហមណាដាក់ពណ៌នេះទៅអូខេដាក់អញ្ចឹងចុះអូខេអញ្ចឹងដាក់ប៉ុណ្ណឹងណានេះគឺជា color default ហើយបន្ទាប់មកយើងមកដាក់ hover